ខ្ញុំប្រកាសរណាសូមនមស្ការថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងឡាយនេះគឺជាវីដេអូខ្ញុំប្រកាសរណាអាត្មារៀនសរសេរអក្សរខ្មែរវីដេអូទាំងនេះគឺជាវីដេអូខ្លីៗផ្សេងពីគ្នាដែលអាត្មាដាក់បញ្ចូលគ្នាជាវីដេអូវែងយកមកបង្ហោះលើ Channel YouTube បន្ទាប់ពីនេះទៅអាត្មានឹងអានចែកជូនជាធម្មទាននមោពុទ្ធស្សៈនមោពុទ្ធស្សៈសូមនមស្ការថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនមោពុទ្ធស្សៈសូមនមស្ការថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនៅពេលដែលយើងរៀនសរសេរអក្សរមិនថាអក្សរជាតិខ្លួនឬក៏អក្សរសាស្ត្រជាតិដទៃទេកាលណាយើងរៀនសរសេរទៅមានការអភិវឌ្ឍពីអាក្រក់មកស្អាតចិត្តរបស់យើងនឹងរីករាយសប្បាយចិត្តកាលណាដែលចិត្តយើងរីករាយសប្បាយចិត្តហើយយើងនឹងមានសេចក្តីសុខបើចង់ឲ្យចិត្តយើងមានក្តីសុខគឺយើងខ្លួនឯងត្រូវចេះបង្កើតវាកុំរំពឹងចង់បានសេចក្តីសុខពីអ្នកដទៃយកព្រះពុទ្ធដីកាមករៀនសរសេរអក្សរនិងរៀនអានបើចង់បានសេចក្តីសុខមិនបាច់ទៅរកឯណាឆ្ងាយទេគឺវានៅជាមួយយើងរហូតនឹងលើកលែងតែយើងមិនចេះបង្កើតវាហើយតទៅអាត្មានឹងអាននៅព្រះពុទ្ធដីកាដែលកំពុងសរសេរនេះព្រះពុទ្ធដីកានេះយើងអានថាវីរិយេនៈទុក្ខមច្ចេតិ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 សត្វលោកឆ្លងសេចក្តីទុក្ខបានដោយសេចក្តីព្យាយាមវីរិយេនៈទុក្ខមច្ចេតិសត្វលោកឆ្លងសេចក្តីទុក្ខបានដោយសេចក្តីព្យាយាមរៀនសរសេរអក្សរខ្មែរដោយយកព្រះធម៌មករៀនសរសេរនេះគឺជាទានវត្ថុទី3នៅក្នុងធម៌អនੰបាណੰហើយបន្ទាប់ទៅយើងនឹងរៀនអានទាំងអស់គ្នាយានតោសុខតោហោតេយានតោសុខតោហោតេយានតោសុខតោហោតេនៅឲ្យយានឈ្មោះថាឲ្យសេចក្តីសុខយានតោសុខតោហោតេនៅឲ្យយានឈ្មោះថាឲ្យសេចក្តីសុខយានតោសុខតោហោតេនៅឲ្យយានឈ្មោះថាឲ្យសេចក្តីសុខទ្រឹស្ដីដែលខ្ញុំកណាអាត្មាកំពុងរៀនសរសេរនេះគឺមានប្រភពមកពីเพจលោកគ្រូអគ្គបណ្ឌិតបុត្រសវង្សខ្ញុំកណាអាត្មាភាពបានយកមករៀនសរសេរនៅអក្សរខ្មែរបន្ទាប់ទៅខ្ញុំកណាអាត្មានឹងអាននៅទ្រឹស្ដីមួយនេះចែកជូនដល់លោកម្ចាស់និងញាតិញោមស្ដាប់ជាធម្មទានមានសតិដឹងតាមសេចក្តីពិតរាល់បញ្ហានឹងคล้ายជាឱកាសអប់រំបណ្ដុះចិត្តឲ្យរឹងមាំជាងមុនជាទុនដ៏មានតម្លៃជាទុនដ៏មានតម្លៃមានសតិដឹងតាមសេចក្តីពិតរាល់បញ្ហានឹងคล้ายជាឱកាសអប់រំបណ្ដុះចិត្តឲ្យរឹងមាំជាងមុនជាទុនដ៏មានតម្លៃសូមអនុមោទនា
រៀនសរសេរអក្សរដោយយកនៅទ្រឹស្ដីផ្សេងមករៀនសរសេរហើយការរៀនសរសេរនេះផងដែរគឺកើតឡើងដោយសេចក្តីស្រឡាញ់ពេញចិត្តចំពោះអក្សរសាស្ត្រជាតិខ្លួនបើខ្ញុំកូនអាត្មារៀនសរសេរទៅមានការភ្លៀងភ្លាត់នៅអក្ខរាវិរុទ្ធត្រង់ចំណុចណាក៏សូមលោកម្ចាស់និងញាតិញោមទាំងអស់គ្នាអភ័យអត់ទោសឲ្យខ្ញុំកូនអាត្មាភាពផងរាល់វីដេអូទាំងឡាយដែលខ្ញុំកូនអាត្មាបានរៀនសរសេរអក្សរហើយយកមកបញ្ចូលសំឡេងតាមក្រោយការបញ្ចូលសំឡេងទាំងនោះគ្រាន់តែជាការរៀននិយាយរបស់ខ្ញុំកូនអាត្មាទេព្រោះអីខ្ញុំកូនអាត្មាមិនជាអ្នកពូកែនិយាយទេហើយបើការបញ្ចូលសំឡេងទាំងនោះមានការខុសឆ្គងពាក្យពេចន៍ត្រង់ចំណុចណាក៏សូមលោកម្ចាស់និងញាតិញោមពុទ្ធបរិស័ទទាំងអស់អធ្យាស្រ័យនិងអភ័យអត់ទោសដល់អាត្មាភាពផងបន្ទាប់ទៅអាត្មានឹងអាននៅសំណេរដែលអាត្មាកំពុងសរសេរនេះចែកញាតិញោមស្ដាប់ជាធម្មទានចំណេះវិជ្ជាគឺជាបច្ច័យនៃការដោះស្រាយចំណោទជីវិតចំណេះវិជ្ជាគឺជាបច្ច័យនៃការដោះស្រាយចំណោទជីវិត